លោកឧត្តមសេនីយ៍ត្រីសឿមសារិនត្រូវបានថ្នាក់ដឹកនាំប្រកាសតែងតាំងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យជាផ្លូវការមានជ័យពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនាព្រឹកថ្ងៃទី11ខែមីនាឆ្នាំ2026នេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សតថេនអគ្គស្នងការនគរបាលជាតិដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃយោងតាមសេចក្តីប្រកាសជាផ្លូវការលទ្ធផលនៃការផ្លាស់ប្តូរមុខតំណែងមានដូចខាងក្រោមលោកឧត្តមសេនីយ៍ត្រីសឿមសារិនអត្តលេខ22 152អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍តូសិតឡោះអត្តលេខ09049អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងថ្មីជាអនុប្រធាននាយកដ្ឋាននគរបាលយុតិធធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទានការផ្លាស់ប្តូរនិងតែងតាំងមុខតំណែងនេះគឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាពការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងការអនុវត្តច្បាប់នៅក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពល្អប្រសើរឡើង